5ចំណុចដែលអ្នកត្រូវដឹងនៅពេលដែលអ្នកដើរយឺតជាងគេមនុស្សជាច្រើនតែងតែមានអារម្មណ៍ថាខ្លួនឯងដើរយឺតជាងគេនៅពេលដែលមនុស្សជុំវិញខ្លួនដើរលឿនជាងខ្លួនទាំងដែលយើងមានគំនិតមួយថាមូលហេតុអ្វីបានជាយើងមានអាយុស្មើគ្នារៀននៅក្នុងពេលតែមួយចេញទៅធ្វើការនៅក្នុងពេលវេលាតែមួយក៏ប៉ុន្តែជាសមិទ្ធផលមូលហេតុអីបានជាគេមានអាជីពការងារល្អប្រសើរក៏ដូចជាអាជីវកម្មមុខរបរមួយសម្រាប់ខ្លួនគេផ្ទាល់ក៏ប៉ុន្តែនៅពេលដែលមើលខ្លួនឯងវិញបែរជាមិនមានអ្វីទាំងអស់អាជីពការងារក៏គ្មានមុខរបរអាជីវកម្មក៏គ្មានប្រាក់ចំណូលក៏មិនអាចសន្សំខ្លាចជាទ្រព្យសម្បត្តិមួយដែលយើងអាចទ្រទ្រង់នឹងការរស់នៅប្រចាំថ្ងៃបានដែលជាហេតុធ្វើឲ្យយើងកើតជាសំណួរមួយចំនួនសួរទៅខ្លួនឯងថាតើយើងកំពុងតែខ្ជះខ្ជាយពេលវេលារបស់ខ្លួនឯងមែនអត់តើយើងបានធ្វើខុសអ្វីបានជាយើងមិនដើរបានល្អដូចគេហើយតើកត្តាអ្វីដែលយើងនៅពីក្រោយគេរហូតបែបនេះដូច្នេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមបង្វែរការគិតផ្នត់គំនិតរបស់ខ្លួនឯងថាការដែលនៅក្រោយគេបែបនេះមិនមែនអ្វីៗស្ថិតនៅខាងក្រោយទាំងអស់នោះទេហើយយើងកុំប្រៀបធៀបជាមួយនឹងពេលវេលាដែលវាដើរខុសៗគ្នាផងដែរជាក់ស្ដែងខ្ញុំអាចលើកឧទាហរណ៍មួយពីខ្ញុំផ្ទាល់បានថាបទពិសោធន៍របស់ខ្ញុំមូលហេតុអ្វីបានជាខ្ញុំដើរនៅពីក្រោយគេបែបនេះនោះក៏ព្រោះតែបរិយាកាសដែលខ្ញុំធំធាត់នោះក៏ព្រោះតែបញ្ហាគ្រួសារបរិយាកាសដែលខ្ញុំរស់នៅទីកន្លែងដែលផ្ដល់ផលអវិជ្ជមានមកកាន់ខ្ញុំនិងមនុស្សដែលមិនមានភាពស្មោះត្រង់ជាមួយយើងរាល់បញ្ហាទាំងនឹងវាសុទ្ធតែជាមេរៀនល្អក៏ប៉ុន្តែក៏វាមិនមែនជាមូលហេតុមួយដែលទាញខ្ញុំឲ្យដើរថយក្រោយនោះដែរវាបានបង្ហាញខ្ញុំឲ្យខ្ញុំបង្កើតនៅផែនការជីវិតមួយដែលវាស្ថិរភាពដែលវាធ្វើឲ្យផ្លូវចិត្តខ្ញុំល្អប្រសើរក៏ដូចជាការរស់នៅរបស់ខ្ញុំស្ថិតនៅក្នុងស្តង់ដារមួយដែលខ្ញុំចង់បានបើទោះជាអ្វីៗដែលនៅចំពោះមុខខ្ញុំគ្មានមុខរបរខ្ញុំគ្មានអាជីពការងារខ្ញុំគ្មានទ្រព្យសម្បត្តិដូចគេក៏ខ្ញុំរីករាយជាមួយនឹងការរស់នៅបច្ចុប្បន្នផងដែរហើយចំណុចទាំងនេះខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាថាតើ5ចំណុចអ្វីខ្លះដែលអ្នកត្រូវដឹងនៅពេលដែលអ្នកដឹងថាខ្លួនឯងដើរយឺតជាងគេទី1ការយល់ដឹងពីចំណុចចាប់ផ្ដើមបើទោះបីយើងមានអាយុស្មើគ្នាចេញធ្វើការដំណើរគ្នាមិនមែនរាល់ការចាប់ផ្ដើមទាំងអស់ចាប់ផ្ដើមពីចំណុចទាំងនឹងនោះទេនោះក៏ព្រោះតែមនុស្សជុំវិញខ្លួនយើងគាត់មានគ្រួសាររបស់គាត់មានទំនួលខុសត្រូវរបស់គាត់បន្ទុករបស់គាត់បរិយាកាសដែលគាត់រស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ខុសៗគ្នាដែលជាមូលហេតុនៃការចាប់ផ្ដើមទាំងនោះនឹងអាចជួបបញ្ហាមួយចំនួនឬក៏ជួបនៅផលវិជ្ជមានមួយចំនួនដែលជំរុញឲ្យការចាប់ផ្ដើមរបស់ពួកគាត់មានភាពរលូនឬក៏អន់ថយអ្នកខ្លះគាត់មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគ្រួសារអ្នកខ្លះគាត់មានបងប្អូនអាចជួយយកអាសារគ្នាអ្នកខ្លះគាត់មានចក្ខុវិស័យជារួមនៅក្នុងការសាមគ្គីគ្នាអ្នកខ្លះគាត់មានទិសដៅតែមួយនៅក្នុងការប្រកបអាជីវកម្មហើយការដែលរកចំណុចប្រសពទាំងនឹងគឺវាមិនងាយនោះទេនៅក្នុងការស្វែងរកនរណាម្នាក់ដែលគួរឲ្យទុកចិត្តគួរវិនិយោគនិងការចាប់ដៃគូនៅក្នុងការប្រកបអាជីវកម្មឬក៏អាជីពការងាររបស់យើងខ្ញុំទើបតែមានចម្ងល់មួយដែលសួរខ្លួនឯងថានៅពេលដែលខ្ញុំរៀនវិទ្យាល័យហើយនឹងចូលមហាវិទ្យាល័យភ្លាមរាល់មេរៀនដែលខ្ញុំរៀនគឺវាមិនពាក់ព័ន្ធជាមួយនឹងការអនុវត្តនោះទេដែលធ្វើឲ្យមេរៀនទាំងនោះពិបាកចូលទៅក្នុងខួរក្បាលនិងចាប់ថាតើមេរៀនទាំងនោះវាផ្ដល់អត្ថប្រយោជន៍អីមកកាន់ខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំរៀនបណ្ដើរធ្វើការបណ្ដើរអនុវត្តបណ្ដើរនោះវានឹងបង្ហាញខ្ញុំថាតើអ្វីដែលខ្ញុំគួរធ្វើឬមិនគួរធ្វើនៅក្នុងវិស័យការងារប៉ុន្តែនៅពេលដែលខ្ញុំរៀនចប់ហើយបានចេញប្រឡូកធ្វើការងាររយៈពេល6ទៅ7ឆ្នាំហើយខ្ញុំត្រឡប់មករៀនម្ដងទៀតទើបខ្ញុំអាចដោះស្រាយសម័យកាលនេះបានថានៅក្នុងកលៈទេសៈមួយដែលខ្ញុំរៀនសារឡើងវិញម្ដងនេះគឺវាធ្វើឲ្យខ្ញុំចាប់បាននៅមេរៀនដែលគ្រូបានបង្ហាត់បង្ហាញខ្ញុំទាំងអស់ពីព្រោះថាខ្ញុំបានឆ្លងកាត់នៅបទពិសោធន៍ជីវិតបទពិសោធន៍នៃការអនុវត្តជាក់ស្ដែងបទពិសោធន៍នៅក្នុងការប្រស័យតាក់ទងជាមួយមនុស្សដល់ពេលខ្ញុំបានមកចូលរៀនម្ដងទៀតខ្ញុំបែរជាធ្វើឲ្យមេរៀនទាំងនោះមានភាពងាយស្រួលនៅក្នុងការចងចាំនៅក្នុងការចាប់បាននៅក្នុងការវិនិច្ឆ័យនិងវិភាគទៅលើមេរៀនទាំងនោះនៅក្នុងការអនុវត្តជាក់ស្ដែងទៀតផងអញ្ចឹងខ្ញុំជឿថាមនុស្សម្នាក់ចំណាយពេលយូរទៅលើរឿងអីមួយនោះក៏ដោយសារតែពួកគាត់កំពុងរៀនកំពុងសាងសង់កំពុងបរិងជំនាញកំពុងយល់ពីខ្លួនឯងកំពុងរៀនពីភាពបរាជ័យដែលជាហេតុធ្វើឲ្យចំណុចចាប់ផ្ដើមរបស់យើងម្នាក់ហ្នឹងមានការចាប់ផ្ដើមនៅក្នុងល្បឿនខុសៗគ្នាហើយយើងត្រូវដឹងថាល្បឿនទាំងនោះបើលឿនពេកគឺគ្មានបទពិសោធន៍បើយឺតពេកនោះនឹងធ្វើឲ្យការងារមិនមានប្រសិទ្ធភាពល្អតែបើសិនជាយើងនៅក្នុងចន្លោះកណ្ដាលណាមួយហើយយើងរៀនបណ្ដើរអនុវត្តបណ្ដើរនោះល្បឿននៃការចាប់ផ្ដើមរបស់យើងនឹងមានតុល្យភាព
ភាពល្អអាចថ្លឹងថ្លែងរាល់បញ្ហាទាំងឡាយបានអាចដោះស្រាយបញ្ហាដោយរលូនអាចផ្ចង់អារម្មណ៍និងគិតទៅលើរឿងអ្វីមួយច្បាស់លាស់ដូច្នេះចូលកុំប្រៀបធៀបទៅលើចំណុចចាប់ផ្ដើមរបស់យើងទាំងអស់គ្នាទី2ការយល់ដឹងគឺជាគុណសម្បត្តិមួយការយល់ដឹងអ្វីមួយគឺជាមូលដ្ឋានគ្រឹះដ៏ល្អនៅក្នុងការចាប់ផ្ដើមដែលមូលដ្ឋានគ្រឹះទាំងនោះគឺជាការសន្សំនៅបទពិសោធន៍មេរៀននិងកំហុសដែលអ្នកមិនធ្វើបន្តទៀតរាល់ការចាប់ផ្ដើមនីមួយៗមិនមែនកើតឡើងដោយសារតែយើងចាប់ផ្ដើមពីចំណុច0នោះទេហើយក៏មិនមែនចាប់ផ្ដើមម្ដងហើយម្ដងទៀតដែលសម្គាល់ថាខ្លួនឯងបរាជ័យផងដែរវាបានបញ្ជាក់យើងនៅចំណុចមួយចំនួនដែលយើងកំពុងតែស្វែងយល់ខ្លួនឯងថាតើចំណុចណាខ្លះដែលយើងអាចធ្វើបានហើយចំណុចណាខ្លះដែលយើងមិនអាចធ្វើបានពីព្រោះមេរៀនជីវិតវាមិនអាចល្អឥតខ្ចោះឬក៏ធ្វើមកវាបានសម្រេចឲ្យដោយគោលបំណងរបស់យើងភ្លាមៗនោះទេគឺវាតែងតែមានបញ្ហាតែងតែមានចន្លោះខ្វះខាតហើយរាល់ជំហាននីមួយៗដែលយើងកំពុងធ្វើគឺសុទ្ធតែការអនុវត្តថ្មីៗដែលយើងរៀនភ្លាមៗអញ្ចឹងរាល់ការសម្រេចចិត្តនៅក្នុងអំឡុងពេលដែលយើងដកបទពិសោធន៍ពីការចាប់ផ្ដើមទាំងនោះគឺតែងតែមានកំហុសតែងតែមានប្រព័ន្ធនៃចរន្តលំហូរការងារណាមួយដែលវាមិនប្រក្រតីតែងតែមានបញ្ហាណាមួយដែលវាកើតឡើងរវាងការប្រស័យតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនដូច្នេះរាល់កម្រងឬក៏ការចាប់ផ្ដើមអ្វីមួយនៅក្នុងជីវិតរបស់អ្នកវាមិនមែនសុទ្ធតែបរាជ័យទាំងស្រុងនោះទេវាតែងតែបន្សល់អ្វីមួយដែលធ្វើឲ្យអ្នកកាន់តែច្បាស់លាស់ជាមួយខ្លួនឯងកាន់តែយល់ដឹងជាមួយខ្លួនឯងបន្ថែមទៀតនិងអ្វីដែលអ្នកទទួលបន្ថែមទៀតនោះគឺការយល់ដឹងពីសង្គមការយល់ដឹងពីមនុស្សការយល់ដឹងពីកលៈទេសៈនិងការយល់ដឹងពីការប្រើប្រាស់យុទ្ធសាស្ត្រមួយចំនួនហើយនៅពេលដែលយើងចាប់ផ្ដើមច្បាស់លាស់ជាមួយនឹងកត្តាទាំងនោះវានឹងធ្វើឲ្យខ្សែកោងនៃការរៀនសូត្ររបស់យើងកាន់តែខ្លីនៅពេលណាដែលយើងចាប់ផ្ដើមនៅចំណុចណាមួយម្ដងទៀតនោះការរៀនសូត្ររបស់យើងនឹងមានរយៈពេលខ្លីជាងមុនដំណើរនៃការធ្វើឲ្យគម្រោងនោះជោគជ័យក៏មានរយៈពេលខ្លីជាងមុនកត្តាណាមួយដែលអ្នកធ្លាប់ធ្វើពីមុនមកត្រូវបានកែប្រែឲ្យបានល្អជាងមុននោះការចាប់ផ្ដើមថ្មីរបស់អ្នកនឹងមានប្រសិទ្ធភាពល្អដំណើររលូនហើយនឹងមិនមានកត្តាណាមួយដែលធ្វើឲ្យគម្រោងឬក៏ការចាប់ផ្ដើមរបស់អ្នកបរាជ័យម្ដងទៀតឡើយហើយអ្នកត្រូវចាំថាមនុស្សជាច្រើនបើទោះបីជាគេមានហិរញ្ញវត្ថុមានខ្សែមានបណ្ដាញដែលធ្វើឲ្យគម្រោងរបស់គេជោគជ័យឬក៏ដំណើរការមកដល់សប្តាហ៍ថ្ងៃបើទោះបីជាយើងមើលពីចម្ងាយទៅលបឿនទាំងនោះវាហាក់ដូចជាឆ្ងាយដាច់ពីយើងក៏ដោយក៏ប៉ុន្តែលបឿនដែលគ្មានគោលដៅជាក់ស្ដែងគឺវាមិនអាចទ្រទ្រង់ខ្លួនឯងនៅក្នុងរយៈពេលយូរបានទេតែបើសិនជាភាពច្បាស់លាស់យើងល្អដំណើរការនៃលបឿនរបស់យើងយឺតនិងទិសដៅរបស់យើងច្បាស់លាស់នោះវានឹងហុចផលវិជ្ជមានមួយចំនួនមកកាន់យើងវិញហើយការដែលធ្វើយុទ្ធសាស្ត្របែបនេះគឺវាមានឥទ្ធិពលជាងបទពិសោធន៍និងកាត់បន្ថយកំហុសនាពេលអនាគតយើងសួរខ្លួនឯងថាតើយើងកំពុងតែខ្ជះខ្ជាយពេលវេលាខ្លួនឯងមែនអត់បើនៅពេលណាដែលអ្នកមានអារម្មណ៍ថាអ្នកកំពុងតែបាត់បង់ពេលវេលាបាត់បង់ឱកាសទាំងហ្នឹងវាគឺជាពេលវេលាដែលអ្នកកំពុងតែប្រមូលទិន្នន័យអ្នកគួរតែផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងថានៅក្នុងពេលវេលាដ៏ល្អមួយហ្នឹងគឺជាពេលវេលាដែលយើងកំពុងតែប្រមូលទិន្នន័យហើយទិន្នន័យទាំងនោះគឺយើងអាចសិក្សាអំពីក្រុមហ៊ុនទូទៅអំពីមនុស្សជុំវិញខ្លួនអំពីសង្គមនៃអាជីពការងារអំពីយុទ្ធសាស្ត្រថ្មីៗនៅក្នុងការធ្វើការស្ទាបស្ទង់មើលថាតើអ្វីដែលអ្នកគួរធ្វើឬមិនធ្វើអ្វីដែលមិនដំណើរការអ្វីដែលជាបញ្ហារបស់គេហើយនិងអ្វីដែលជាបរិយាកាសមិនល្អហើយការប្រមូលទិន្នន័យទាំងអស់នេះគឺជាចំណេះដឹងមួយដ៏សំខាន់ដែលវាជាភាពរឹងមាំមួយនៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយឬក៏ចាប់ផ្ដើមអ្វីមួយនាពេលអនាគតរបស់អ្នកពីព្រោះបទពិសោធន៍នៃចំណេះដឹងទាំងហ្នឹងវានឹងប្រែក្លាយការភ័ន្តច្រឡំឬក៏ទង្វើដែលវាមិនអាចទៅរួចនៅក្នុងអតីតកាលរបស់យើងឲ្យក្លាយទៅជាយុទ្ធសាស្ត្រដ៏រឹងមាំនិងមានឥទ្ធិពលនាពេលអនាគតបាទទី4ទិសដៅសំខាន់ជាងពេលវេលាអ្វីដែលយើងខ្វល់ខ្វាយបច្ចុប្បន្ននេះគឺពេលវេលាវាចេះតែខោចទៅសម្រាប់យើងនៅក្នុងការចាប់ផ្ដើមអ្វីមួយក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតថាការទៅមុខនៅក្នុងទិសដៅខុសគឺមានគ្រោះថ្នាក់ជាងប៉ុន្តែការដើរយឺតនៅក្នុងទិសដៅត្រឹមត្រូវវានឹងមានប្រសិទ្ធភាពជាងបើសិនជាអ្នកធ្វើចលនាលឿនដោយគ្មានភាពច្បាស់លាស់នាពេលខាងមុខអ្នកនឹងបង្កើតអ្វីមួយដែលអ្នកមិនចង់បានហើយនឹងធ្វើឲ្យអ្នកមិនពេញចិត្តជាមួយនឹងអ្វីដែលអ្នកមានប៉ុន្តែប្រសិនបើអ្នកចំណាយពេលយល់ពីផ្លូវនៃទិសដៅរបស់អ្នកនោះវឌ្ឍន
ភាពរបស់អ្នកនឹងคล้ายទៅជាស្ថិរភាពរឹងមាំនិងមានឥទ្ធិពលពីព្រោះការដើរយឺតទាំងនោះវាមិនមានផលប៉ះពាល់ទៅលើទិសដៅច្បាស់លាស់របស់អ្នកនោះទេហើយផលប៉ះពាល់ទាំងនោះវានឹងកើតឡើងតាមរយៈផ្លូវចិត្តដែលវាកើតមាននៅក្នុងអំឡុងពេលដែលអ្នកដំណើរការប៉ុន្តែបើសិនជាទិសដៅអ្នកច្បាស់លាស់នោះទិសដៅទាំងនោះនឹងកាត់បន្ថយរឿងជាច្រើនដូចជាពេលវេលាការផ្ដោតទៅលើផ្លូវចិត្តសំខាន់និងការទំនាក់ទំនងមនុស្សជុំវិញខ្លួនពីព្រោះកត្តាទាំង3នឹងហើយដែលពេលខ្លះជាអ្នកធ្វើឲ្យយើងភ័ន្តច្រឡំជាមួយនឹងគោលដៅរបស់ខ្លួនឯងក៏ដូចជាបំផ្លាញនៃទិសដៅរបស់យើងដូចគ្នាចំណុចទី5គិតឲ្យបានវែងឆ្ងាយជាទូទៅនៅពេលដែលយើងឃើញនៅក្នុងបណ្ដាញសង្គមនៅក្នុងពេលមួយថ្ងៃអ្នកអាចឃើញមនុស្សជោគជ័យបង្ហោះពីភាពជោគជ័យរបស់ខ្លួនយ៉ាងហោចណាស់ក៏3ទៅ5នាក់ឬក៏យើងឃើញនរណាម្នាក់ទិញផ្ទះវីឡានៅក្នុងថ្ងៃនេះថ្ងៃស្អែកយើងឃើញមិត្តភ័ក្តិយើងទិញឡានមួយខាងស្អែកទៀតយើងឃើញមិត្តភ័ក្តិផ្សេងមួយទៀតទទួលបានការងារឬក៏មុខតំណែងថ្មីដែលរាល់ជោគជ័យទាំងនោះត្រូវបានវាស់វែងដោយអ្នកគិតថាមួយថ្ងៃគេនឹងអាចធ្វើវាបានក៏ប៉ុន្តែនៅពីក្រោយភាពជោគជ័យទាំងនោះវានឹងអាចមានឧបសគ្គមួយចំនួនវានឹងអាចមានការខំប្រឹងនិងការអត់ធ្មត់មួយចំនួនដើម្បីទទួលបានភាពជោគជ័យនៅក្នុងមួយថ្ងៃដែលគេបញ្ជាក់យើងថាគេជោគជ័យហើយអ្នកត្រូវចាំថាមិនថានៅខាងក្រៅឬក៏នៅក្នុងបណ្ដាញសង្គមនោះទេរាល់អ្វីដែលពួកគាត់បង្ហាញយើងគឺមានតែភាពជោគជ័យនិងភាពបរាជ័យតែប៉ុណ្ណោះប៉ុន្តែចន្លោះប្រហោងរវាងភាពបរាជ័យដើរទៅដល់ភាពជោគជ័យនេះគឺយើងមិនដែលឃើញទេហើយចន្លោះប្រហោងទាំងនឹងហើយដែលទាមទារឲ្យយើងខិតខំប្រឹងប្រែងធ្វើការជួបនៅមនុស្សជាច្រើនជួបរឿងបរាជ័យជាច្រើនដែលធ្វើឲ្យពួកគាត់ដើរដល់ចំណុចដែលជោគជ័យនៅហើយជាមូលហេតុដែលគេចង់បង្ហាញយើងនៅទីបញ្ចប់នៃភាពជោគជ័យរបស់គេចម្លែកអីតែយើងបែរជាប្រៀបធៀបខ្លួនឯងជាមួយនឹងមួយថ្ងៃនៃភាពជោគជ័យរបស់គេហើយចាប់ផ្ដើមច្រណែនចាប់ផ្ដើមឈ្នានីសវិនិច្ឆ័យទៅលើអ្វីដែលគេធ្វើថាវាមិនពិតឬក៏ពិតដោយការធ្វើរឿងមួយចំនួនដែលអវិជ្ជមានត្រឡប់មកសួរខ្លួនឯងវិញសម្ពាធភាគច្រើនតែងតែកើតឡើងបើសិនណាយើងគិតវានៅក្នុងរយៈពេលខ្លីនៅពេលណាដែលយើងវាស់វែងស្ទាបស្ទង់នៅភាពជោគជ័យរបស់អ្នកដទៃនៅក្នុងរយៈពេលមួយថ្ងៃឬក៏មួយខែវាធ្វើឲ្យយើងមានសម្ពាធចំពោះខ្លួនឯងមែនតើថាមូលហេតុអីក៏ខ្ញុំមិនអាចធ្វើដូចគេបានដូច្នេះហើយបានជាអ្នកគិតថាខ្លួនឯងនៅក្រោយគេប៉ុន្តែបើសិនជាយើងផ្លាស់ប្ដូរនៃការគិតរបស់យើងនៅក្នុងរយៈពេលវែងការឈានទៅដល់ជោគជ័យនីមួយៗគឺតែងតែចំណាយពេលយូរនោះអ្នកនឹងឃើញថាតើគេកសាងនៅភាពជោគជ័យរបស់គេដោយវិធីម៉េចតើគេអត់ធ្មត់នឹងឆ្លងកាត់នៅឧបសគ្គអ្វីខ្លះនៅក្នុងជីវិតរបស់គេទើបគេអាចកសាងនៅលទ្ធផលរបស់គេបានទាំងអស់នេះនឹងបង្ហាញខ្លួនអ្នកថាការកសាងអ្វីមួយគឺវាពិតជាមានតម្លៃវាពិតជាផ្ដល់ផលប្រយោជន៍ឬក៏សមិទ្ធផលណាមួយដែលអ្នកចង់បាននៅក្នុងជីវិតអ្នកពិតមែននៅពេលណាដែលយើងកំណត់ទិសដៅរបស់យើងជាឆ្នាំជាជាងជាខែឬក៏មួយថ្ងៃវានឹងមានឥទ្ធិពលជាងដូច្នេះចូលកំណត់ទិសដៅខ្លួនឯងយ៉ាងហោចណាស់ពី3ឆ្នាំទៅ5ឆ្នាំឬក៏10ឆ្នាំថាតើយើងនឹងឃើញខ្លួនឯងជានរណាគេហើយយើងនឹងទទួលបានអ្វីនៅក្នុងរយៈពេលការកំណត់នៃឆ្នាំរបស់យើងនឹងពីព្រោះរាប់ឆ្នាំទាំងនេះវានឹងធ្វើឲ្យអ្នកជោគជ័យតែមួយថ្ងៃនោះទេហើយអ្នកត្រូវកំណត់ទិសដៅថ្មីទៀតហើយថាអ្នកនឹងចង់បានអ្វីនៅក្នុងជីវិតរបស់អ្នកហើយការគិតរយៈពេលវែងបែបនេះវានឹងធ្វើឲ្យអ្នកមានភាពអត់ធ្មត់មានភាពស៊ូទ្រាំមានការវិនិច្ឆ័យនិងការវិភាគត្រឹមត្រូវនឹងធ្វើឲ្យខ្លួនឯងមានទម្ងន់ចិត្តធ្ងន់ជាងមុននៅក្នុងការធ្វើអ្វីមួយដែលកសាងសម្រាប់ទិសដៅខ្លួនឯងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអាចឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំបានធ្វើកន្លងមកនេះបើទោះបីជាខ្ញុំនៅក្នុងអាយុ30ឆ្នាំជាងមែនក៏ប៉ុន្តែការដើររបស់ខ្ញុំគឺវាមានភាពធន់ជាងមុនប្រសើរជាងមុនមានយុទ្ធសាស្ត្រត្រឹមត្រូវជាងមុននៅក្នុងការធ្វើអ្វីមួយដែលជៀសវាងពីបញ្ហាជៀសវាងពីចំនួននិងជៀសវាងពីសម្ពាធនៃការងារឬក៏គម្រោងណាមួយដែលខ្ញុំកំពុងតែធ្វើការចាប់ផ្ដើមនៃអាយុរបស់ខ្ញុំទៅកាន់ភាពជោគជ័យរបស់ខ្ញុំនេះវាមិនមែនជាអ្វីដែលខ្ញុំចង់បានទេតែអ្វីដែលខ្ញុំចង់បានគឺភាពច្បាស់លាស់នៃការចាប់ផ្ដើមរបស់ខ្ញុំជាចុងក្រោយបើសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាដើរថយក្រោយនោះចូលផ្ដោតអារម្មណ៍ខ្លួនឯងសារឡើងវិញជ្រើសរើសទិសដៅណាមួយដែលល្អសម្រាប់អ្នកដែលមិនចាំបាច់តាមឲ្យទាន់នរណាម្នាក់នោះទេពីព្រោះវឌ្ឍនភាពរបស់យើងម្នាក់ៗមិនមែនកើតឡើងដោយការប្រណាំងប្រជែងគ្នានោះទេពីព្រោះវឌ្ឍនភាពរបស់យើងម្នាក់ៗនឹងកើតមានពីតម្លៃនៃសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ហើយវាមិនមែនកើតឡើងចេញពីការប្រណាំងប្រជែងនោះទេវាគឺជាដំណើរការមួយដំណើរការដែលយឺតរបស់អ្នកនៅពេលនេះវាគឺជាដំណើរការមួយនៅក្នុងការសាងសង់ហើយអ្នកកំពុងតែស្ថិតនៅក្នុងការសាងសង់នឹងឯង